ទៅនៅស្រុកខ្មែរវិញទៅកុំឲ្យខ្មាស់គេអ្នកអាមេរិកផ្សេងទៀតអានេះអ្នកអាមេរិកដេញខ្ញុំទៅស្រុកខ្មែរវិញមិនមែនអ្នកនៅស្រុកខ្មែរហៅខ្ញុំទៅស្រុកខ្មែរវិញទេគាត់ដងឲ្យតែខ្ញុំធ្វើវីដេអូនិយាយពីការរស់នៅអាមេរិកចឹងអ្នកនៅស្រុកខ្មែរគាត់ហៅខ្ញុំទៅស្រុកខ្មែរវិញគាត់ថាបើនៅអាមេរិកពិបាកយ៉ាងហ្នឹងទៅស្រុកខ្មែរវិញតែលើកនេះគឺអ្នកនៅអាមេរិកដេញខ្ញុំទៅស្រុកខ្មែរវិញដោយសារតែខ្ញុំនិយាយអ៊ីនសោមិញថាខ្ញុំធ្វើការ2ថ្ងៃរួចទៅថ្លៃម្ហូបបាន60,000ណាហើយជាគាត់គិតថាខ្ញុំកុហកបងប្អូនខ្មែរប្រហែលគាត់គិតថាគាត់ធ្លាប់ធ្វើការបានច្រើនជាងខ្ញុំចឹងប៉ុន្តែវាជាការពិតរបស់ខ្ញុំខ្ញុំធ្វើ2ថ្ងៃបានប៉ុណ្្នឹងមែនដូចថ្ងៃហ្នឹងចឹងឃើញហ៎ខ្ញុំធ្វើការតាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង10យប់វាជាង10ម៉ោងជាងមើលតែសភាពសក់ក្បាលខ្ញុំសភាពមុខមាត់ខ្ញុំស្លេកស្លាំងទៅបានហើយមកហែកអីវ៉ាន់នេះគឺមានបងប្អូនខ្មែរគាត់ផ្ញើរបស់មកឲ្យញ៉ាំរបស់ផ្អាប់ប៉ុន្តែឆ្ងាញ់បងប្អូនចង់បានកំងពីខ្ញុំក៏បានដែរខ្ញុំមានលក់ចឹងណាថាសៀងផ្អែមអាសៀងផ្អាប់ក៏ឆ្ងាញ់ដែរខ្ញុំញ៉ាំរបស់គាត់ឡើងคล้ายទៅជាអ្នកដែលចង់លក់ផលិតផលរបស់គាត់ដែរព្រោះអីគាត់ធ្វើមានអនាម័យហើយញ៉ាំទៅគឺអត់មានជាតិល្អិតជូរអីទេគឺញ៉ាំទៅស្និទ្ធមាត់ដល់ពេលអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាបងប្អូនគាត់ចង់ទិញខ្ញុំមានលក់ខ្ញុំយកមកលក់អញ្ចឹងណាហើយគាត់មានថែមជាមួយនេះប្រហុកនេះយកមកឲ្យខ្ញុំញ៉ាំដែរសាកមើលបើថាញ៉ាំឆ្ងាញ់បងប្អូនចង់បានក៏មកតែអត់បានសាកអីប្រហុកហ្នឹងហើយអាគៀបសក់នេះវាមិនជាប់សោះមែនទេពេលថតចឹងនឹកឃើញថាអូយខ្លាចបងប្អូនមើលមកវាអាក្រក់ស្អាប់អីចឹងពេកណាហើយអាម៉ាំលហុងនេះវាចូលលក្ខណៈចូល4ថ្ងៃណាគាត់ផ្ញើមកខ្ញុំ4ចូល5ថ្ងៃអីដឹងដល់ពេលអញ្ចឹងវារៀងប៉ោងខ្យល់បន្តិចអញ្ចឹងបើនិយាយពីឡើងដល់5ថ្ងៃវារៀងជូរបន្តិចហើយមិនថាយើងធ្វើម៉ាំលហុងញ៉ាំខ្លួនឯងតែយើងដាក់ខាងក្រៅ4 5ថ្ងៃក៏វារៀងជូរតែជូរឆ្ងាញ់អត់ជូរខលអត់ជូរលក្ខណៈខូចទេអានេះជូរវាថាបងប្អូនធ្លាប់ញ៉ាំម៉ាំលហុងដឹងស្រាប់ហើយធ្វើភ្លាមវាអត់ជូរទេចង់ជូរច្បាច់ក្រូចឆ្មាតែបើសិនយើងទុកដល់ប៉ុណ្្នឹងណៃគឺវាជូរតែវារៀងជូរឆ្ងាញ់ហើយអានេះទឹកវាហ៊ីអញ្ចឹងខ្ញុំត្រូវចាក់ទឹកវាចូលវិញតែណាវាអត់ត្រាំក្នុងទឹកទេខ្ញុំខ្លាចខូចព្រោះអីអានេះប៉ុណ្្នឹងញ៉ាំបានច្រើនថ្ងៃចូលបាយណាហើយពងធ្វើវីដេអូប្តីខ្ញុំនៅគៀនហ្នឹងបងប្អូនចាំញ៉ាំហើយអត់ហ៊ានញ៉ាំទេព្រោះប្រពន្ធថាត្រូវធ្វើវីដេអូសិនអញ្ចឹងជីវិតអ្នកធ្វើវីដេអូទូឃ្លានក៏ហ៊ានញ៉ាំដែរនិយាយពីសាច់ល្ហុងនេះវិញខាំទៅគឺនៅតែស្រួយស្រាប់ហ្មងនិយាយមែនណាខ្ញុំអត់កុហកឲ្យបងប្អូនអាចទិញសាកមកប្រអប់អ្នកយកទៅភ្លក់មើលទៅជួយគាំទ្រខ្ញុំផងខ្ញុំផឹងហៅលុយហើយខ្ញុំខ្លាចគាត់ដេញខ្ញុំទៅស្រុកខ្មែរទៀតកុំឲ្យខ្មាស់គាត់មកដល់អាមេរិកហើយឲ្យគេដេញទៅខ្មែរទៀតអូនណាដែលគាត់ធ្លាប់ប្រើស្លេកជូនមកអេលសានេះមិនថាកញ្ចប់មិនថាកំប៉ុងទេនេះកុំភ្លេចថត feedback ផ្ញើទៅ page ផ្សារធម្មជាតិ24ទៅគាត់ធ្វើអ្នកប្រម៉ូទចំនួន500នេះឱកាសការងារបងប្អូនហើយគ្រាន់យកមកទិញនំទិញទៅដោះគោឬក៏ប្រើប្រាស់ប្រចាំថ្ងៃដែរផ្សារធម្មជាតិ24ណាគាត់គឺតែងតែទទួលអ្នក feedback អ្នកដែលប្រើប្រាស់ផ្ទាល់ដូចខ្ញុំអញ្ចឹងណាខ្ញុំគឺជាអតិថិជនប្រើប្រាស់ skinny បានផលហើយខ្ញុំក៏បានថតផលិតផលរបស់គាត់ទៅគុណភាពរបស់ស្លេកជូនមក Elsa Care Plus នេះក៏មិនអន់តែព្រោះវាផលិតពីស្លេកកប្បាសធម្មជាតិ 100% វាផ្ដល់សំណើមដល់ស្បែកបានល្អជួយកាត់បន្ថយភាពជ្រីជ្រួញទៀតជាពិសេសប្រើកាន់តែយូរស្បែកមុខយើងកាន់តែភ្លឺអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាន like share comment ខ្ញុំបាយបាយជួបគ្នាវីដេអូក្រោយ